ដើម្បីទទួលបានវីដេអូថ្មីៗសូមចុច Subscribe រួចចុចសញ្ញារូបកណ្ដឹងសូមអរគុណបាទរឿង clinic បើកដេសន្ទះព្រហ្មចារីរបស់នារីបាទរឿងនេះមិនដឹងថាច្បាប់របស់រដ្ឋយើងអនុញ្ញាតឲ្យបើក clinic ដែលបម្រើសេវាកម្មព្យាបាលទៅលើសេវាបែបហ្នឹងឬក៏អត់ទេប៉ុន្តែបើសិនជារដ្ឋអនុញ្ញាតមែននោះវាគួរឲ្យសោកស្ដាយណាស់ពីព្រោះថារឿងនេះមានប្រទេសខ្លះមិនអនុញ្ញាតទេកុំថាឡើយដេសន្ទះព្រហ្មចារីសូម្បីតែផលិតនៅសម្ភារៈឧបករណ៍ដែលបន្លំឲ្យមានភាពជាក្រមុំព្រហ្មចារីហ្នឹងក៏ត្រូវបានហាមឃាត់ដែរក៏ច្បាប់គេមិនអនុញ្ញាតដែរតែមិនដឹងថា clinic នោះគាត់បានបន្លំសេវាជារបៀបថាដេទ្វាមាសទៅជាដេព្រហ្មចារីយ៉ាងម៉េចនោះខ្ញុំមិនដឹងទេប៉ុន្តែច្បាប់នៃការដេព្រហ្មចារីនោះមិនគួរឲ្យកើតមានឡើងទេពីព្រោះវាទៅជារឿងកុហកបោកប្រាស់ទៅជារឿងខូចទៅជារឿងទុច្ចរិតអញ្ចឹងនារីដែលបានប្រព្រឹត្តខុសឆ្គងខុសកន្លងប្រពៃណីនោះគាត់នាំគ្នាទៅដេបន្លំប្តីខ្លួនឯងឬក៏ដេបោកប្រុសអញ្ចឹងដែរចុះពាក្យដែលថាព្រហ្មចារីមានតែម្ដងវាคล้ายទៅជារឿងផ្សេងទៀតហើយបើសិនជាច្បាប់មានអញ្ចឹងមែនការដែលយើងអនុញ្ញាតអញ្ចឹងវាមានផលវិបាកនារីលែងប្រយ័ត្នខ្លួនហើយបរោះមិនដឹងថាទៅយកប្រពន្ធកមុំព្រហ្មចារីបានទៀតឬក៏អត់ទេណាវាមិនមែនជារឿងទាំងអស់ទេប៉ុន្តែវាអាចនឹងធ្វើឲ្យមនុស្សអត់មានការប្រុងប្រយ័ត្នភ្លើតភ្លើនជាពិសេសគឺបើកផ្លូវឲ្យនារីមួយចំនួនដែលមានគំនិតងាយដែលមានចិត្តក៏ងាយកាយក៏ងាយនឹងស្រួលអត់ប្រុងប្រយ័ត្នអត់ខ្លាចរអាអត់ប្រឹតព្រៀងហើយកាន់តែភ្លើតភ្លើនកាន់តែប្រថុយប្រឋានទៅថែមទៀតហើយវាអាចคล้ายទៅជាមុខរបរមួយទៀតវាអាចคล้ายទៅជាមុខរបរផ្សេងទាំងមុខរបររបស់នារីដែលគាត់គិតថាអ្នកខ្លះទៅជាលក់វិញទៅជាលក់ព្រហ្មចារីវាទៅជាអំពើខុសច្បាប់អំពើភេរយាចារហើយនៅក្នុងផ្លូវច្បាប់គឺថាការរកស៊ីលក់អាហ្នឹងគឺអត់បានទេខុសច្បាប់មានទោសប៉ុន្តែយ៉ាងណាក៏នៅតែមានការលួចលាក់អញ្ចឹងហើយការលួចលាក់ហ្នឹងបើសិនជាមានកន្លែងដេព្រហ្មចារីបានអញ្ចឹងគឺថានារីម្នាក់ហ្នឹងអាចមានព្រហ្មចារីដល់10ឬក៏លើសពីនឹងផងហើយគាត់នឹងយកអានឹងទៅធ្វើជាអាជីវកម្មរបស់គាត់ហើយគាត់នឹងយកអានឹងទៅបន្លំភ្នែកប្តីរបស់គាត់វាជារឿងមួយដែលមានផលអវិជ្ជមានច្រើនណាស់បើសិនជានារីគាត់បានគិតវែងឆ្ងាយជាការពិតអានឹងសេរីភាពនឹងត្រូវគិតអំពីអនាគតផងបើគាត់បានគិតវែងឆ្ងាយគាត់នឹងប្រុងប្រយ័ត្នហើយភាពខ្លាចរអានឹងកើតមានឡើងចំពោះគាត់ដែលធ្វើឲ្យគាត់អត់ហ៊ានប្រថុយប្រឋានជាពិសេសគឺថាកុំឲ្យតែមានសង្សារបើនារីនឹងប្រថុយមានសង្សារបើនារីនឹងប្រថុយលះបង់ខ្លួនប្រាណឲ្យសង្សារឬក៏មានការទូទុនដោយហេតុផលណាមួយដោយអារម្មណ៍ណាមួយដោយកលៈទេសៈណាមួយដោយពេលវេលាណាមួយដោយប្រការណាមួយនោះហានិភ័យនៃជីវិតនឹងចាប់ផ្ដើមកើតមានឡើងចំពោះរូបនាងអនាគតរបស់នាងនឹងប្រឈមបញ្ហាអ្វីត្បិតតែបុរសចង់បាននារីដែលមានព្រហ្មចារីយកមកធ្វើជាប្រពន្ធប៉ុន្តែបុរសមិនចង់បានជាដាច់ខាតនៅព្រហ្មចារីคล้ายនោះទេបើនារីអាចបង្កើតព្រហ្មចារីคล้ายបែបហ្នឹងបុរសប្រកាសជានឹងជួបព្រហ្មចារីคล้ายច្រើនជាក់ជាមិនខានហើយនារីមិនមានការប្រុងប្រយ័ត្នទេនារីប្រកាសជាហ៊ានក្នុងការប្រថុយប្រឋានខ្លួនឲ្យបុរសច្រើនជាមិនខានភាពភ្លើតភ្លើនរបស់នារីមួយចំនួននោះនឹងកើតឡើងហើយកើនឡើងជាលំដាប់ប្រសិនបើមានកន្លែងដែលអាចដេព្រហ្មចារីបានពិតប្រាកដមែននោះផ្ទុយទៅវិញបើសិនជាច្បាប់មិនអនុញ្ញាតឲ្យមានសេវាកម្មហ្នឹងនោះភាពល្អរបស់សង្គមនឹងកើតឡើងជាបន្តបន្ទាប់នារីគាត់គិតថាព្រហ្មចារីមានតែមួយព្រហ្មចារីមានតម្លៃខ្លាំងណាស់សម្រាប់ខ្លួនគាត់ព្រហ្មចារីគឺជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើតនៅអនាគតដ៏ភ្លឺត្រចះត្រចង់សម្រាប់គាត់ព្រហ្មចារីក៏ជារបស់មួយដែលអាចធ្វើឲ្យប្តីស្រឡាញ់គាត់ព្រហ្មចារីជាទ្រព្យគប់ចិន្តារបស់ប្តីព្រហ្មចារីជាកត្តារួមផ្សំដ៏សំខាន់មួយក្នុងការបង្កើតសុភមង្គលក្នុងគ្រួសារព្រហ្មចារីជារបស់ដែលត្រូវប្រុងប្រយ័ត្នជាទីបំផុតដែលត្រូវប្រគល់ឲ្យមនុស្សប្រុសតែម្នាក់គត់គឺប្តីសំណប់ចិត្តរបស់ខ្លួនដូច្នេះការប្រុងប្រយ័ត្នរបស់នារីនឹងកើតឡើងហើយតម្លៃរបស់នារីក៏នឹងកើតឡើងតាមរយៈព្រហ្មចារីរបស់ខ្លួននឹងដែរ
យើងបានឃើញហើយអ្វីដែលវាមានតម្លៃបំផុតគឺជាអ្វីដែលវាមិនអាចទិញបានបើអ្វីនោះអាចទិញបានមែននោះវាមិនសូវមានតម្លៃទេបើថាអុកញ៉ាទិញបានណាអុកញ៉ាទិញបានទិញ$5-60000ទិញងាយជាអុកញ៉ាបានយូរអុកញ៉ាមានរាប់ម៉ឺននៅក្នុងប្រទេសហើយបើអុកញ៉ាមានរាប់ម៉ឺនបែបហ្នឹងវាមិនមានតម្លៃទេហើយមិនត្រឹមតែប៉ុណ្ណឹងវាប៉ះពាល់ដល់អុកញ៉ាដែលត្រឹមត្រូវទៀតអុកញ៉ាខ្លះគាត់បានបំពេញងាររបស់គាត់ត្រឹមត្រូវក្នុងការចូលរួមជួយសង្គមបើសិនរដ្ឋកំណត់ថា$500,000ជួយរដ្ឋឬក៏ជួយដល់អភិវឌ្ឍប្រទេសជាតិចូលរួមបរិច្ចាគក្នុងសង្គមចាប់ពី$500,000ទៅបានងារជាអុកញ៉ាអាហ្នឹងអុកញ៉ារបស់គេមានតម្លៃពិតប្រាកដដល់អុកញ៉ាคล้ายៗគឺថាទិញងារឬក៏ប្រើប្រាស់លុយតិចតួចបង្កើតបានទៅជាអុកញ៉ាបើសិនជាអុកញ៉ាទិញបានពិតប្រាកដក្នុងតម្លៃដ៏ថោកអញ្ចឹងពិតមែនអុកញ៉ានឹងកើតមានឡើងកាន់តែច្រើនហើយតម្លៃរបស់អុកញ៉ានឹងថយចុះកាន់តែខ្លាំងយ៉ាងណាមិញឧទាហរណ៍ដូចជារឿងព្រហ្មចារីអញ្ចឹងបើសិនជាព្រហ្មចារីពិតជាអាចទិញបានដោយគ្រាន់តែចូល clinic ទៅដេរភ្ជាប់វិញតម្លៃត្រឹមតែ$1,000-2,000ព្រហ្មចារីនឹងខ្លាយទៅជាថោកហើយនារីក៏មិនគួរគាំទ្រឲ្យមានសេវាកម្មដេរព្រហ្មចារីនឹងដែរព្រោះថាបើមានសេវាកម្មដេរព្រហ្មចារីហ្នឹងគឺតម្លៃរបស់នារីដែលមានព្រហ្មចារីពិតប្រាកដនោះនឹងត្រូវបានសង្ស័យផងនឹងត្រូវមានមន្ទិលផងនឹងត្រូវបានថយចុះតម្លៃផងក្រោយពីការរួមដំណេកជាមួយនឹងប្តីនឹងនៅតែមានកង្វល់សង្ស័យថាមិនដឹងពិតឬមិនពិតទេអញ្ចឹងសូម្បីតែនារីខ្លួនឯងក៏មិនត្រូវគាំទ្រឲ្យមានអាសេវាដេរព្រហ្មចារីនឹងដែរលុះត្រាតែនារីនោះជានារីខិលខូចជានារីភ្លើតភ្លើនជានារីដែលដើរទៅពីវាលពីកាលឥឡូវបានគាំទ្រឲ្យមានសេវាអញ្ចឹងហើយបើបុរសដាច់ខាតហើយបុរសគឺថាមិនគាំទ្រឲ្យមានសេវាដេរព្រហ្មចារីនឹងស្របច្បាប់នោះទេបើលោកអ្នកយល់ថាមានប្រយោជន៍ជួយ share បើមានសំណួរចូល comment បើចង់រៀន call 017 3037